សូមជម្រាបសួរបងប្អូនអរគ្នានេះគឺជាថ្នាំព្យាបាលជំងឺរឹសដុំបាតឲ្យជាដាច់នៅថ្ងៃនេះលោកគ្រូធំមកបង្ហាញអំពីថ្នាំមួយយ៉ាងដែលអាចព្យាបាលជំងឺរឹសដុំបាតឲ្យជាដាច់អ្នកណាដែលមានរឹសដុំបាតរយៈពេលយូរឆ្នាំហើយបើអ្នកទៅនឹងកើតថ្មីចេះដាក់ទៅឆាប់ជាបើដឹងតែខ្លួនឯងកើតមួយឆ្នាំពីរឆ្នាំអីចេះឆាប់រោដាក់បាទព្រោះយើងកើតតិចយើងព្យាបាលទៅវាឆាប់ជាតែបើយើងកើតយូរហើយព្យាបាលទៅចំណាយពេលវាយូរលោះហើយណាគ្រូធំមកបង្ហាញតាថ្នាំនេះដែលលុត្រាទាល់តានេះដែលជឿបានថាអ្នកដែលចង់ហូបចង់ជាបាទបើថាមិនចង់ហូបទេមិនចង់ជាទេមិនបាច់ចាំហូបទេព្រោះឯថ្នាំនេះរៀងពិបាកលេបបន្តិចបាទបានថាមកបង្ហាញនេះគឺចង់ជួយដល់ដូចថាអ្នកដែលកើតរឹសដូងបាតនោះក៏មានអ្នកខ្លះក៏ទៅចាក់មានអ្នកខ្លះក៏ទៅវះមានអ្នកខ្លះក៏ទៅដុតបាទដុតបញ្ជាក៏មកដេកនៅផ្ទះបាទធ្វើការអីក៏មិនចង់កើតដល់ហើយបានថាថ្នាំនេះបើថាអ្នកនៅតាមភូមិអីគេចូលចិត្តបាញ់យំហូបប៉ុន្តែភូមិឆ្ងាយអីគេមិនទាន់ស្គាល់ទេព្រោះអីថ្នាំនេះបាទគឺថាពីមាត់មួយទៅមាត់មួយវាមិនទៅសរសៃដល់ខេត្តផ្សេងហ្នឹងណាប៉ុន្តែអ្នកដែលជាជាមួយនឹងថ្នាំនេះគឺមានអ្នកខ្លះក៏ទៅចាក់ដល់បាត់ដំបងចាក់អាស៊ីតបាទចាក់អាស៊ីតទៅក៏កាត់គូតមានអ្នកខ្លះក៏ទៅដុតទៅក៏លួយមិនមែនអាលួយទាំងរឹសដុំបានវាធ្វើឲ្យឈឺឲ្យចាំតារឹសដុំបាននេះនៅពេលដែលយើងក្តៅវាចេញមកបើថាយើងតិចក៏វាចូលទៅក្នុងណានោះឯងបើថាអ្នកខ្លះគាត់ចង់ជាចេះតារោគ្រូលិចគ្រូកាតែក៏វាមិនត្រូវបាទតែក៏ទៅចាក់នេះចាក់នោះដើម្បីថាឲ្យបានជាវាមិនបានជាវាមានតែលើសដើមមកវិញបាទលោះហើយបានថាបើមាននិស្ស័យក៏អាចជួបនឹងថ្នាំនេះទៅបាទបើថាគ្មាននិស្ស័យទេក៏មិនបានជួបហើយមើលក៏មើលមិនប៉ះទៀតបាទលោះហើយបានថាមានថ្នាំខ្លះពិបាករោមានថ្នាំខ្លះក៏ស្រួលរោវាអត់ទៀងបានថាពិបាកនិយាយណាអ្នកដែលកើតជំងឺរឹសដុំបាតនេះបើថាគ្នារោថ្នាំដាក់មិនត្រូវហើយគឺមិនត្រូវរបូតតែបើថាត្រូវហើយគឺជាដាច់
miền này khá mình chưa thế rừng tham khmer tham oi này bà thà chưa ban oi hộp bà thà mình chưa thế mình oi hộp thế